ណាគេថាប្រើកូនបើអត់បានអាហៀងប្រើបោកអាវបាននេះតែថាគេយកអាវទៅបោកមែនតើនេះស្វាជើងម្រូចង់ដឹងអត់ថាមិនបានថ្ងៃ8មិនិនាខ្ញុំប្រើកូនបើឲ្យបោកអាវបានគេសុទ្ធតែមានតិចនិចច្បាស់ណាស់បើសិនជាយើងមកដល់យកអាវគេបោកហើយសម្លុតគេថាបោកអាវអ្នកដែលត្រូវគេចាប់បោកនោះគឺជាយើងវិធីនេះប្រើមិនបានទេដូចយកពងមាន់ទៅជុលជាមួយថ្មអូយភ័យញ័រសាច់ហើយលទ្ធផលចុងក្រោយនោះគឺត្រូវថ្មោងអញថាគុំអាយអូទីម៉ាហើយវិធីសាស្ត្រដែលបានផលជាងគេនោះគឺលុយ$10ស្ទើរពេកព្រោះគេមានលុយដែរចឹងដាក់100អាចល្មមវិធីនេះគឺកាច់បំបាក់បារមីកូនបើបើមិនជឿកុំប្រមាថបើឆ្លាតសើគ្រាន់តែដាក់ផ្លឹបត្រជាក់ស្រេបដោយតកទោះបីជាខ្លាក៏អាចខ្លាចជាកូនឆ្មាបានដែរមើលឲ្យ idol យើងបញ្ចេញស្នាដៃបោកអាវមួយមើលរូបភាពកម្របានឃើញអាយ៉ាគេបោកសុទ្ធតែជាមួយសាប៊ូ Clean S ត្រូវហើយដោយសារតែសាប៊ូ Clean S គឺល្អប្រើប្រភេទសាប៊ូម្សៅជួយឲ្យសាច់កណ្ដាប់កៅអៅយើងទន់ហើយភ្លឺពិសេសសុវត្ថិភាពនៅពេលប្រើអត់កាត់ស្បែកដៃយើងធ្វើអាឡែស៊ីទេពពុះគេនិយាយពីច្រើនសម្អាតកៅអៅរបស់យើងបានស្អាតល្អកាន់តែពិសេសត្រង់ថាវាអត់មានជាតិកាត់ដែលធ្វើឲ្យកណ្ដាប់កៅអៅរបស់យើងផុយទេសំខាន់ណាស់ជាប់ក្លិនក្អូបស្រស់ស្រាយយកហ្មងឮថាកំចាត់ស្នាមប្រឡាក់ក៏លឿនដែរចាំកាលមានអាយសប្រឡាក់ស្រាប់ពិសោធន៍មួយសិនអានេះស្នាមប្រឡាក់2ថ្ងៃផងទៅយកមកបោកវីដេអូនេះខ្ញុំអត់កាត់ទេដាក់ឲ្យមើល full យើងញីមកអស់ដៃដែរទៅកុំធ្នមឆាប់ជ្រះណែស្អាតរបស់គេមែនណាបើរឿងកំចាត់ស្នាមប្រឡាក់ឲ្យសាប៊ូ Clean S លេខ1សម្រាប់សាប៊ូ Clean S នេះក៏គេមានគ្រួសារគេដែរក្រៅពីសាប៊ូម្សៅគេមានបងប្អូនគេ2នាក់ទៀតអានេះ Clean ជាប្រភេទសាប៊ូទឹកមុខងារគេគឺជួយឲ្យកៅអៅយើងក្អូបនិងជួយជំរះស្នាមប្រឡាក់លើកៅអៅបានស្អាតហើយធ្វើឲ្យកណាត់កៅអៅយើងភ្លឺចែងចាំងចំណែកមួយនេះវិញជាសាប៊ូបោកគក់ចំនួនថ្មី 5D All in One ទី1គឺជួយលាងសម្អាតស្នាមប្រឡាក់បានជ្រះល្អទី2កម្ចាត់បាក់តេរីទី3ធ្វើឲ្យកៅអៅយើងទន់រលោងទី4រក្សាក្លិនក្អូបឲ្យជាប់បានយូរទី5រក្សាពណ៌កៅអៅនិងធ្វើឲ្យកៅអៅសហើយភ្លឺស្អាតសម្រាប់អ្នកដែលបោកនឹងម៉ាស៊ីនវិញអាប្រឡោះនេះដាក់សាប៊ូម្សៅនិងមានមួយប្រឡោះទៀតគេដាក់សាប៊ូទឹកយកក្លិនក្អូបលៃវាទៅតាមហ្នឹងទៅណាព្រោះម៉ាស៊ីនបោកកៅអៅយើងវាមាន function ខុសគ្នាចំណែកអាមួយនេះវិញយើងដាក់តែមួយកញ្ចប់ទេហើយចុចបោកចាំយកកៅអៅហាលផ្ទះខ្ញុំប្រើតែសាប៊ូ Clean S ហ្នឹងហើយកៅអៅប្រើរាប់ឆ្នាំអត់ដែលស្លកពណ៌មិនសម្រាប់អ្នកដែលរកសាប៊ូបោកកៅអៅដែលល្អអាចសាកប្រើសាប៊ូ Clean S បាន